សួស្តីបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនេះខ្ញុំបន្តពីវីដេអូមុនតាក់ទងជាមួយនឹងការធ្វើ cover YouTube អញ្ចឹងបងប្អូនដឹងហើយសម្រាប់បងប្អូនដែលដឹងគឺងាយស្រួលទេសម្រាប់បងប្អូនដែលមិនដឹងហើយក៏ចង់ចាប់ផ្ដើមធ្វើ cover ទៅអីអត់បាច់ដនរូបពីគេទេគឺបងប្អូនទាំងគ្នាអាចធ្វើបានអញ្ចឹងវីដេអូនេះខ្ញុំនឹងប្រៀនបងប្អូនទាំងគ្នាធ្វើដល់គ្នាតោះជាដំបូងបងប្អូនទាំងគ្នាត្រូវចូលមកកាន់ជ្រោមឬ website ណាមួយបងប្អូនធ្លាប់ប្រើណាតែសម្រាប់ខ្ញុំគឺប្រើជ្រោមអញ្ចឹងបងប្អូនចូលមកហើយបងប្អូន search កន្លែងនេះមកដាក់ cover YouTube ស្អីមក cover YouTube អូខេតើមកបងប្អូនចុចលើវាមកនេះបងប្អូនអស់មកឃើញកន្លែងនេះឃើញអត់ឃើញដាក់នេះកន្លែងនេះគឺជាកន្លែង cover របស់ YouTube អញ្ចឹងបងប្អូនអរគ្នារើសមកនេះយើងគាត់ណារើសតម្រងទេណាអញ្ចឹងយើងរើសមកនេះដូចតម្រងនេះដល់នេះអីគឺយើងមើលនេះកន្លែងនេះគឺកន្លែងដែលយើងដាក់ដើម្បីឲ្យបានស្អាតដូចគេណាឥឡូវខ្ញុំធ្វើការទៅលើវាមួយសិនអូខេ save in image អញ្ចឹងខ្ញុំធ្វើការដនវាច្រឡំទៅលើអញ្ចឹងយើងដនវាតែពេលយើងដនបានហើយយើងត្រូវមានរូបភាពអញ្ចឹងរូបភាពមួយណាដែលថាយើងចង់ដាក់ឬក៏ចង់ធ្វើអញ្ចឹងខ្ញុំមានរូបភាពរបស់ខ្ញុំហើយសម្រាប់បងប្អូនអរគ្នាអាចរកពីណាមកដែរហើយមួយទៀតខ្ញុំណែនាំមួយទៀតគឺកម្មវិធីនេះ Pinterest នេះបងប្អូនអរគ្នាប្រើកម្មវិធីទៅគឺងាយស្រួលប្រើណាបងប្អូនអរគ្នាអាចយករូបភាពយកអីខ្ញុំដាក់បានច្រើនអញ្ចឹងឥឡូវខ្ញុំធ្វើការចូលទៅធ្វើវាដល់គ្នាអញ្ចឹងជាដំបូងបងប្អូនអរគ្នាត្រូវមានកម្មវិធីកាត់តមកកម្មវិធី edit មកសម្រាប់ខ្ញុំប្រើ Insert តែសម្រាប់បងប្អូនប្រើមួយណាក៏បានដែរសិតតែប្រើបានអញ្ចឹងខ្ញុំចូលមក Insert បងប្អូនអរគ្នាចុចយកកណ្ដាលគេនេះចុចកន្លែង photo ចុច add new អូខេបន្ទាប់មកបងប្អូនអរគ្នារើសខ្សែដែលយើងរើសទិញមិញអត់ដែលយើងដងមកមិញអញ្ចឹងនេះខ្សែអញ្ចឹងខ្សែនេះចំហៀងខាងនេះគឺអត់មានអីទេចំហៀងខាងនេះគឺវាអត់មើលទេអញ្ចឹងយើងបដោតតែចំកណ្ដាលនេះទេនេះចាំខ្ញុំធ្វើឲ្យមើលខ្ញុំគូឲ្យមើលអញ្ចឹងអាចហៀងនេះកន្លែងនេះបងប្អូនអរគ្នា sorry នេះកន្លែងមកជុំវិញនេះគឺយើងត្រូវធ្វើដាក់រូបភាពដាក់អក្សរដាក់អីមកដាក់អីក៏បានដែរអញ្ចឹងនេះខ្ញុំកាន់តែគូសិនទេគូដល់បងប្អូនគ្នាមើលទេអូខេអញ្ចឹងខ្ញុំសូមត្រឡប់វាមកក្រោយវិញអញ្ចឹងនេះចេញតម្រងចេះឃើញអត់ឃើញមានតម្រងខ្សែចឹងអត់អញ្ចឹងបងប្អូនគ្នារើសមករើសរូបយើងមកអញ្ចឹងខ្ញុំធ្វើការទៅរើសរូបរបស់ខ្ញុំអូខេ sorry ខ្ញុំច្រឡំចុច remove វាអញ្ចឹងយើងរើសរូបយើងមកនេះកន្លែងពីបនេះអញ្ចឹងម្សិលមកខ្ញុំបានដាក់រូបនេះអញ្ចឹងខ្ញុំធ្វើការយករូបមួយនេះអូខេខ្ញុំយកមកដាក់កាត់វាហើយខ្ញុំរើសខ្ញុំសុំកាត់វាជាត្រង់នេះ sticker ខ្ញុំសុំលុបវាវិញនេះកាត់ជាត្រង់រូប sticker នេះអូខេអញ្ចឹងខ្ញុំចុចកន្លែងនេះមកចេញត្រង់បែបនេះខ្ញុំសុំយករូបខ្ញុំចង់បានរូបមូលអញ្ចឹងខ្ញុំកាត់មកនេះអូខេនេះកាត់យកត្រឹមកហ្នឹងមកហើយទៅកាត់ចុចវាមកហើយនេះខ្ញុំដាក់រូបនេះមួយខ្ញុំដាក់ពណ៌លឿងនេះចុចខ្ញុំសុំដាក់ពណ៌លឿងនេះដាក់ពណ៌នេះមកអូខេហើយខ្ញុំបរួមវាដាក់នៅកន្លែងនេះអូខេអញ្ចឹងអានេះគឺជាក្បាលរបស់វាមួយអូខេបន្តមកទៀតខ្ញុំធ្វើការដាក់sticker តាមដែលយើងឆ្លាញ់ហ្នឹងកន្លែងនេះខ្ញុំដាក់ subscribe អញ្ចឹងខ្ញុំរមើល subscribe មកឥឡូវវាអត់មានទេយើងធ្វើការទៅ download វាដល់គ្នាតើអញ្ចឹងនេះខ្ញុំទៅ download នៅក្នុងកម្មវិធី Pinterest នេះអញ្ចឹងបងប្អូនអរគ្នាចូលមកនេះតែសម្រាប់បងប្អូនថ្មីត្រូវ login វាសិនណាតែវា login ចាំខ្ញុំធ្វើវីដេអូក្រោយអញ្ចឹងដាក់មក subscribe button នេះអញ្ចឹងនេះវាមាន subscribe បែបនេះ
ចឹងខ្ញុំស្រឡាញ់អាមួយនេះតោះពេលយើង download យើងចុចត្រី3នឹងមកហើយអូខេចុចលើវាសិនហើយយើងចុចត្រី3នេះមកទៅវាឲ្យ download នេះឃើញអត់ដល់ហើយចឹងចុចដល់មកអូខេបន្ទាប់ពីដល់ហើយបងប្អូនទាំងគ្នាចូលកន្លែងនេះវិញហើយចុចអាកន្លែងនេះដូចខ្ញុំមកនេះតើមកយើងរើសមកអូខេកាត់ដាច់សារចឹងយើងរើសដាក់នេះមកនេះព្រមវាទូចតិចមកអូខេតើមកយើងអត់ស្រឡាញ់មិនអីមិនមកយើងដាក់តាមយើងនេះមកអូខេតើមកខ្ញុំដាក់បែបនេះហើយយើងធ្វើការដាក់ឈ្មោះអញ្ចឹងឈ្មោះរបស់ខ្ញុំម្សិលមិញខ្ញុំចូលទៅមើល YouTube របស់ខ្ញុំសិនដែលខ្ញុំបង្កើតអញ្ចឹងខ្ញុំនេះឈ្មោះរបស់ខ្ញុំឈ្មោះជាវាសនាអញ្ចឹងខ្ញុំធ្វើការចូលទៅ copy វាយកដល់ជាលសេច្រើនឥឡូវខ្ញុំ copy ខ្ញុំ select all មកហើយខ្ញុំ copy ហើយខ្ញុំធ្វើការដាក់អក្សរនេះមកអញ្ចឹងយើងវាយមកវាអត់ឃើញទេអញ្ចឹងខ្ញុំសុំត្រឹសពើឲ្យវាមើលឃើញតិចសារកន្លែងនេះខ្ញុំដាក់វាអត់សូវច្បាស់ទេអញ្ចឹងនេះគឺជាឈ្មោះមកហើយយើងចាំសុំធ្វើការដាក់ឈ្មោះឲ្យស្អាតតិចនេះចឹងអក្សរនេះយើងអាចកែបានចឹងកែមកទៀតមកយើងត្រូវចិត្តកែមកអូខេចឹងឲ្យកន្លែងនេះខ្ញុំសុំដាក់អក្សរពណ៌ខ្មៅតើមកយើងអូវាធំតូចតាមនឹងមកអក្សរដាក់កលៀតគ្នាអីចឹងនេះចាំមកអូខេចឹងអាស្រ័យនេះយើងកុំព្រមវាយើងព្រមតែឈ្មោះយើងបានហើយចឹងនេះចឹងយើងដាក់មកជាវាសនាមកចាំកដាមកអូខេហើយតើមកអាកន្លែងខាងក្រោយនេះកន្លែងនេះយើងចង់លេង style ក៏បានយើងមិនចង់លេង style ក៏បានដែរឬក៏យើងចង់ដាក់ជាអក្សរដាក់ថាចែករំលែកអីចឹងណាចឹងយើងដាក់បានចឹងតើមកអាកន្លែងខាងក្រោយនេះខ្ញុំដាក់ជាអក្សរខ្មែរឬក៏ដាក់មិនឥឡូវខ្ញុំធ្វើការទៅមើលសិនមើលកន្លែង Pinterest សិនឥឡូវខ្ញុំគួរថែមអីទៀតដើម្បីឲ្យវាស្អាតអីចឹងណាឲ្យស្រួលមើលឲ្យមើលទៅវាលយចឹងយើងដនមកខ្ញុំមកដាក់ YouTube ឯងខ្ញុំដាក់នេះយើងរកមើលមកអូខេខ្ញុំយករូបនេះស្អាតចឹងយករូបនេះយករូបនេះ download image ចឹងខ្ញុំធ្វើការទៅកាត់វាសម្រាប់ទៀតតែវាកាត់ឲ្យយើងអត់តោះឥឡូវកាត់ឲ្យចឹងយើងព្រមមកអូខេនេះចាំសំរុំនេះទៀតចឹងវាមើលទៅវាលយដែរឥឡូវយើងទៅពីបានហើយយើងរើសរូបនេះយើងទៅកែ delete អានេះចោលទៅពីបានហើយយើង delete អានេះយើងធ្វើជា background ណាយើងឥឡូវយើងអូសវាចោលមកហើយបន្តមកបងប្អូនអ្នកគ្នារើសមក background យក background នេះគេពើមួយណាឆ្លាញ់ background មួយនេះអូខេឥឡូវតែពីបាន background នេះយើងអត់មានអីទៀតទេគឺប៉ុណ្្នឹងឯងហើយយើងធ្វើការ save វាមកហើយបន្ទាប់មកយើងចូលទៅឥឡូវយើង save បានហើយកុំឲ្យវាជិបពាណិជ្ជកម្មឥឡូវយើងចូលទៅដាក់វាតែម្ដងអូ
ខេតែពិសេសបានបងប្អូននេះចុចមកចុចលេខរូបភាពនោះមកហើយរើសពាក្យថាជ្រើសរើសថតរបស់នេះអញ្ចឹងនេះជារូបភាពរបស់យើងឃើញទេវាត្រូវតែនេះឃើញត្រូវមួយរូបភាពតែដាក់បានហើយអាប់ឡូតវាតែម្ដងតែឥឡូវចាំវាបន្តិចនេះបងប្អូនអរគ្នាគឺខ្ញុំបានអាប់ឡូត cover វារួចហើយឃើញទេ cover យើងបានដាក់រួចហើយអញ្ចឹងយើងបានដាក់ cover អស់ហើយបន្ទាប់មកយើងចាប់ផ្ដើមធ្វើរៀបចំវាបន្តទៀតអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបើពេញចិត្តកុំភ្លេចជួយចុច subscribe channel ឲ្យខ្ញុំអ្នកមួយផងអរគុណទុកជាមុនជួបគ្នានៅវីដេអូក្រោយ